ខ្ញុំទទួលបានទូរស័ព្ទ iPhone 12 Pro Max ម្ដងដោយបញ្ហាទូរស័ព្ទ iPhone 12 Pro Max នេះគឺវាបែកកញ្ចក់ហើយវាលេងដំណើរការហើយភ្ញៀវក៏យកមកនេះដើម្បីតម្រូវការយើងផ្លាស់ប្ដូរអេក្រង់ហើយនេះខ្ញុំបានចាប់អេក្រង់ដើម្បីធ្វើការតេស្តលើ touch វាសិនដើម្បីដឹងថា touch របស់វានឹងដំណើរការដែរឬទេឬមួយក៏វាមានកន្លែងណាមួយងាប់ touch ដំបូងយើងត្រូវតែសង្កត់ app អីមួយមកដើម្បីអូសឆ្វែលជុំវិញនៃអេក្រង់ហ្នឹងដើម្បីដឹងថាទូរស័ព្ទហ្នឹងវាមានងាប់ touch ដែរទេបើសិនជាវាមានបញ្ហាងាប់ touch ទេយើងត្រូវចូលទៅកន្លែង keyboard ដើម្បីដឹងថាទូរស័ព្ទហ្នឹងកន្លែង keyboard ចំណុចណាទុយៗឬមួយក៏វាជាដំណើរការអញ្ចឹងអ្នកនរគ្នាដល់ពេលតែឃើញថាវាដំណើរការល្អហើយក៏ខ្ញុំបានចាប់ដាក់លើ sensor ចូលវិញដើម្បីយើងយកមកតេស្តអេក្រង់ម្ដងទៀតអញ្ចឹងដោយសារយើងត្រូវការតេស្តអេក្រង់ដើម្បីជៀសវាងខ្លាចវាកើតឡើងបញ្ហាអ្វីមួយយើងនឹកស្មានដល់សារតែពេលខ្លះយើងអាចនឹងយកអេក្រង់តេស្តសាកមើលវាមានបញ្ហាអីដល់ពេលចាប់ sensor ចូលបែរជាវាមានបញ្ហាងាប់ touch កន្លែងចំណុចណាមួយអញ្ចឹងអ្នកនរគ្នាអញ្ចឹងត្រូវការតេស្តមើលម្ដងដំណាក់កាលដើម្បីគាត់យកទៅប្រើប្រាស់ទៅវាមានសភាពស្រួលហើយបញ្ហាខូចអេក្រង់ឬមួយក៏មានបញ្ហាយកមកឲ្យជួសជុលសតដើមដល់ពេលអេក្រង់ហ្នឹងហើយគឺគាត់ថាវាមានសភាពដំណើរការបានល្អហើយគឺខ្ញុំចាប់ដាក់ជំរាបទឹកចូលយើងចាប់ខ្ចៅអេក្រង់ចូលវិញអស់ទៅដើម្បីយកលុយពីភ្ញៀវអ្នកនរគ្នាដោយសារយើងតេស្តមើលដំណាក់កាលនីមួយៗគឺវាដំណើរការបានល្អហើយអញ្ចឹងសម្រាប់បងក៏មានតម្រូវការក្នុងការជួសជុលទូរស័ព្ទហើយសេវាលឿនអ្នកនរគ្នាយកមកឲ្យពួកខ្ញុំធ្វើការជួសជុលបានដោយសារតែខាងខ្ញុំក៏មានខាងការជួសជុលដែរមិនថាអ្នកនរគ្នាការផ្លាស់ប្ដូរអេក្រង់ឬមួយក៏ផ្លាស់ប្ដូរថ្មអ្នកនរគ្នាបញ្ហាទូរស័ព្ទកំហុសផ្សេងពួកខ្ញុំមានសេវានៃការជួសជុលអ្នកនរគ្នា